ខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក show អំពីរបៀបធ្វើ logo Google Chrome អូខេនេះយើងធ្វើអានេះអ្នកនរគ្នាយើងធ្វើនៅក្នុងកម្មវិធី Adobe Photoshop ឥឡូវយើងសូវាចាញ់អូខេឥឡូវដើម្បីយើងធ្វើឲ្យខ្ញុំព្រមវិទូចមកខ្ញុំអស់វាដាក់នេះដើម្បីទុកជាគំរូមើលតើធ្វើម៉េចហើយអ្នកនរគ្នាដំបូងយើងដើម្បីសូវាបានយើងចុច click មកស្ដាំលើនេះមកយើងយកវាថា New Pen Tool នេះមកហើយដើម្បីគូបានយើងចុច Shift វាជាប់ហើយយើងអស់មកដើម្បីយើងឆ្លាញ់ប៉ុណ្ណាអូខេឥឡូវណាឧទាហរណ៍ខ្ញុំឆ្លាញ់ប៉ុណ្ណេះហើយកុំភ្លេចបិទ stroke កន្លែងនេះផងនេះហើយឥឡូវខ្ញុំបិទហើយឥឡូវយើងយក color ហ្នឹងមកហើយដើម្បីយើងបានយើងចុចលើ Move Tool នេះមកដើម្បីយើងអស់បានកុំឲ្យវាខូចទំនងទ្រង់ទ្រាយតមកយើង copy layer នឹងចំនួន4មកយើងចុច Control មកជាមួយនឹងអក្សរ J តមកយើងដូរ color យើងយកថា color វាខាងលើនេះ3ពណ៌នេះយើង click វា4ដងមក click វា2ដង sorry យើងយកពណ៌នេះអូខេហើយទី2នោះគឺយើងយកពណ៌សយើង click វា2ដងlạiមកយើងច្រឡំពណ៌សមកហើយទី3នោះយើង click វាយើងយកពណ៌អូខេឥឡូវយើងឧទាហរណ៍យើងយកពណ៌នេះអូខេហើយយើងយកពណ៌ហ្នឹងមកហើយទី4នេះយើងយកពណ៌នេះអូខេពណ៌ដូចជាពណ៌លឿងបងប្អូនហើយចុងក្រោយនេះយើងយកពណ៌ក្រហមអូខេហើយដើម្បីយើងអស់នេះបានដើម្បីធ្វើយើងអូខេទី1យើងចុចឲ្យជាប់មកចុចចេញមកដើម្បីទីវាតែដើម្បីឲ្យ show ruler នេះចេញអ្នកនរគ្នាចុច Control R មកដើម្បី show ruler នេះចេញឬមួយក៏ចូល view នេះចូល ruler នេះមកវាឲ្យនេះខ្ញុំបិទហើយបាត់ទៅយើងចូល view មកចូល ruler មកវាចេញឲ្យហើយយើងចុច R ជាប់មកអ្នកនរគ្នាបើយើងប្រួបវាអូខេហើយខ្ញុំគិតថាយកវាប៉ុណ្ណេះចុះហើយយើងចុច keyboard យើងចុចលើ keyboard ចុច enter ក៏បានយើងចុច click ក៏បានតោះមកយើងចុចលើនេះទៀតយើងចុច R ឲ្យជាប់មកយើងទាញវាអូខេឥឡូវខ្ញុំគិតថាយកប៉ុណ្ណេះអញ្ចឹងយើងក៏បើខ្ញុំសូ ruler ហើយយើងចុច Control A ហើយយើងអស់វាដាក់ឲ្យស្មើអញ្ចឹងមកយើងអស់វាដាក់ស្មើអញ្ចឹងមកនេះយើងអស់វាដាក់អញ្ចឹងមកដើម្បីយើងស្រួលកាត់បន្ទាប់មកយើងឥឡូវខ្ញុំធ្វើការបិទនេះមួយសិនដើម្បីយើងនេះដោះអាសញ្ញា44ជ្រុងនេះមកយើងគ្រាន់តែអស់អញ្ចេះមកក៏បានឬក៏យើងចុចលើនឹងឲ្យជាប់ហើយយើងចុច Shift មកចេះ4ដូចគ្នាក៏បានដែរអូខេហើយយើងคลิกលើនេះមួយលើណាក៏បានដែរคลิกចំអាណាមួយក៏បានឬคลิกលើហ្នឹងយើងចុចពាក្យពាក្យថា Rasterize Layer មកវាដាច់ហើយទៅដែរយើងចូលមកនេះវិញហើយដើម្បីកាត់វាបានអូខេអ្នកនរគ្នាយើងចូលទៅ tool មួយដែលមានឈ្មោះថានេះ Polygon Selection Tool នេះមកហើយដើម្បីធ្វើការឥឡូវខ្ញុំសូវាវិញដើម្បីមើលឥឡូវយើងដើម្បីយើងកាត់វាបានយើងគ្រាន់តែចុចលើវាចេះមួយមកអូខេឬក៏យើងចេះមកអ្នកនរគ្នាយើងចុចមកយើងធ្វើអញ្ចឹងមកណាហើយដើម្បីដាក់ត្រង់វាវិញមកនេះអូខេយើងបានប៉ុណ្ណឹងមកឬក៏យើងភ្ជាប់វាវិញមកយើងបានន័យថាវាស្រេចហើយទៅបានស្រេចហើយយើងគិតថាពណ៌ក្រហមនេះវាបាំងពណ៌នេះហើយនឹងពណ៌នេះអញ្ចឹងយើងចុចលើនឹងមួយហើយយើងចុចទៅលើ keyboard យើងចុច backspace ហើយវាគិតថាពណ៌នេះវាបាំងពណ៌ក្រហមយើងចុចលើនេះមួយទៀតមកហើយយើងចុច backspace មួយទៀតអូខេយើងគិតថាពណ៌ហ្នឹងហើយដើម្បីដាច់ select នេះបានអូខេអ្នកនរគ្នាគាត់ចុច control មកដាច់ហើយបន្តមកទៀតយើងចង់បានពណ៌នេះចាំមិនបានពណ៌ហ្នឹងអូខេយើងគិតថាពណ៌ផ្ទៃមេឃនេះឬក៏ពណ៌បៃតងនេះវាច្រឡំពណ៌ផ្ទៃមេឃពណ៌បៃតង sorry អ្នកនរគ្នាពណ៌បៃតងនេះគឺវាប៉ាំងជាមួយនឹងពណ៌នេះដូចជាពណ៌លឿងអូខេហើយយើងកាត់វាទៀតមកអូខេយើងខ្ញុំកាត់វាថយខ្ញុំយកវាប៉ុណ្ណេះមកអូខេហើយយើងភ្ជាប់វាវិញមកអ្នកនរគ្នានេះដើម្បីបានស្រេចអញ្ចឹងយើងគិតថាពណ៌បៃតងនេះវានៅលើពណ៌នេះអញ្ចឹងយើងចុចលើពណ៌បៃតងហ្នឹងមកយើងចុចលើ keyboard យើងចុច backspace មកអូខេហើយយើងចុច control D មកដើម្បីដាច់ select នេះអូខេអ្នកនរគ្នាគឺជា logo ដែលខ្ញុំធ្វើបានធ្វើនៅក្នុងកម្មវិធី Adobe Photoshop អូខេវីដេអូហ្នឹងគឺបញ្ចប់តែប៉ុណ្ណឹងគឺខ្ញុំសូតិចខ្លះដើម្បីធ្វើ logo Google Chrome នៅក្នុង Adobe Photoshop អូខេវីដេអូមានប៉ុណ្ណឹងទេអ្នកនរគ្នាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀត